រៀបសួរបងម៉ែបងប្អូននេះឥឡូវខ្ញុំមកដល់តំបន់ព្រៃភ្នំគេហៅថាភ្នំស្លឹកនេះដើមឈើដែលនៅជាប់ជើងភ្នំស្អាតច្រើននៅជ្រងនេះឯងឡាអនុស្សាវរីយ៍តាំងពីទូចដើរកាត់ព្រៃឥឡូវបានមកដល់កន្លែងអនុស្សាវរីយ៍ស្ងាត់ជ្រងំដងព្រៃភ្នំណាថ្ងៃយើងជិះពីភូមិបឹង7ឡើងទៅភ្នំស្លឹកចានអន្តថតទៅមែននេះគ្រប់5នាទីណាអានេះនឹងការនោះទូខ្ញុំឡើងភ្នំរហូតតែមកភ្នំនេះដកសិតដល់អីនិយាយរហូតដែរតាមនេះគឺមួយដកសិតរាំងសិតពីចូលទៅតាមដីផោហើយនឹងតាមគល់ប្ររោសិតបក់ទៅដីរោរហូតបក់កាយថ្មកាយដីកាយថ្មមើលឃើញខែផ្សិតដោះទៀតទេខែផ្សិតរៀងចូលផ្សិតកងោកផ្សិតអីគឺថាភ្នំនេះសម្បូរផ្សិតកងោកទីទៀតមិនទី3នេះទៅចេញពីនេះចេញពីក្រោយវត្តភ្នំស្លឹកឡើងទៅបឹងបរិយដល់បឹងបរិយហ្នឹងស្ៅគល់បឹងប្លែចេញតាមប្រឡោះណាវិញចេញតាមលើទំនប់បឹងអូនេះទៅឃើញរូបភ្នំដូនមាយរោងចក្រដូនមាយនេះជាការពោតកាលនេះក៏មុនសុទ្ធតែឆ្លុះសុទ្ធតែជ្រុះនោះក្នុងបៃចាបអត់ទេទៀតហើយពុកម៉ែបងប្អូនគាត់មើលមើលបៃចាបល្វឹងល្វើយនេះភ្នំដូនមាយក្នុងបៃចាបជួបក្នុងបៃចាបទេសភាពស្អាតណាស់លោកអូយស្អាតមែនតែនហ្មងខានមកយូរឃើញផ្សែងហុយមេឃស្រឡះអូមើលពពកចុយម៉ែនេះបានថាសម្រស់ទេសភាពស្រុកខ្មែរ
នេះផ្លូវនេះក៏យើងជិះទៅដល់ដូនមេនេះផ្លូវនេះជិះរាប់តាមភ្នំរហូតទៅចេញអាផ្លូវយើងចេញមិញចេញខាងនោះភ្នំហើយបុកឡើងទៅហើយផ្លូវនេះយើងផ្លូវចាក់ទៅបឹងបារីចាក់ទៅបឹងបារីលើទំនប់បឹងបារីតោះពុកម៉ែបងប្អូនជូនទេសភាពប៉ុណ្្នឹងឯងអរគុណជម្រាបលានេះរោងចក្រស៊ីម៉ង់ต์រោងចក្រដូនមាយណាអ្នកអណ្ដែលស្គាល់មើលឲ្យហើយអ្នកនៅឆ្ងាយបាយបាយ